ជំរាបចាយើងកុំទាន់តក់ហល់ដោយអ្នកខ្លះសួរខ្ញុំសួរថាអ្នកផលិតមានប្រមាណប្រជាជនខ្មែរស្អីសពបែបយ៉ាងពួកយើងអត់មានធ្វើការជំរឿនទេខ្ញុំជំរាបគ្រាន់តែរាជរដ្ឋាភិបាលជាពិសេសក្រសួងផែនការជំរឿនប្រជាជនខ្មែរយើងមាន53ម៉ឺនសហគ្រាសនៅក្នុងឆ្នាំ2011ឥឡូវឆ្នាំ2024ជំរឿនសហគ្រាសដែលមានផ្នែកសេវាផ្នែកកសិកម្មផ្នែកពាណិជ្ជកម្មនិងផ្នែកទេសចរនៅក្នុង4 sector ហ្នឹងមានរហូតដល់73ម៉ឺនសហគ្រាសក៏ប៉ុន្តែខ្ញុំជាការកន្លងមកខ្ញុំធ្វើសន្និសីទផ្សាយក្តីខ្ញុំបើកសិក្ខាសាលាក្តីជាមួយឧបច្រើនណាស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាខ្ញុំយកនិយមន័យទៅប្រើរហូតដល់ប្រើនៅក្នុងអាស៊ានទៀតស្រាប់តែគេយើងធៀបប្រៀបពីកម្លាំងផលិតរបស់យើង73ម៉ឺនសហគ្រាសជាមួយវៀតណាមជាមួយថៃដែលគេមានប្រជាជនជិត100លាននាក់កម្លាំងសិនស្មើគ្នាហើយជាបន្តពេលយើងពិចារណាយូរទៅអា73ម៉ឺនសហគ្រាសឲ្យខ្ញុំទៅបែងចែកយ៉ាងម៉េចបើគេរាប់តាំងពីជែកអាំងជែកជាតិនោះអានឹងយើងមិនដឹងហើយខ្ញុំមានលុយណាទៅធ្វើអាជំរឿនហ្នឹងអញ្ចឹងគាត់ថាតាមគេហ្នឹងប៉ុន្តែឥឡូវយើងទៅកែវិញឥឡូវងាកមកការចុះបញ្ជីនៅក្រសួងឧស្សាហកម្មរឿងអីបានមានតែ 4-5 ម៉ឺនអា73ម៉ឺនចុះបញ្ជីជំរឿនដល់អាការចុះបញ្ជីវានៅមានតិចអញ្ចឹងបានខ្ញុំសូមជំរាបដល់ទូទាំងប្រទេសខ្ញុំទុកឲ្យក្រសួងនិងរាជរដ្ឋាភិបាលពិចារណាខ្លួនឯងដែលត្រូវលើកលែងគេហៅថា SME ក្រៅប្រព័ន្ធហ្នឹងត្រូវធ្វើយ៉ាងម៉េចបើយើងអត់លើកលែងបើយើងអត់ជួយគាត់ទេគ្រាន់តែគាត់លក់អាចេកអាំងចេកឆាចេកឈាមហ្នឹងគ្រាន់តែវាយទៅផ្លាកភ្លាមពុនទៅដល់អាហ្នឹងហើយដែលយើងធ្វើឲ្យ SME គ្នាជាតែមានការបារម្ភហ្នឹងណាយើងទៅទុករយៈពេលប្រហែលដែលទៅធ្វើឲ្យគាត់អាចរស់បានរយៈពេលប្រហែលគាត់ដើម្បីឲ្យគាត់ទៅចុះបញ្ជីដើម្បីឲ្យគាត់មានលទ្ធភាពទៅលក់នៅក្នុងផ្សារណាតតែបើយើងគាត់ថាចេះតែរឹកគាត់ណាវាគាត់អត់ទៅរួចអាហ្នឹងក៏យើងបាត់បង់ព័ត៌មានដែរអញ្ចឹងរឿងបញ្ហាប្រមាណទៀតដែលថាយើងទៅធានាថាផលិតផលខ្មែរជំនួសឲ្យគេ 100% នៅវែងឆ្ងាយប៉ុន្តែសេចក្តីព្យាយាមគឺយើងនៅតែមានដូចខ្ញុំតាំងចិត្តមករហូតមកហើយតាំងចិត្តមិនលក់ផលិតផលបរទេសជំរុញ SME នៅក្នុងទូទាំងប្រទេសអាណាមិនសោចខ្ញុំគេសោចគេថាហើយចាំទៅធ្វើទៅប៉ុន្តែអត់ទេតែតំបន់នៅធ្វើចឹងរហូតដល់សុំសម្ដេចនាយកបង្កើតសមាគមមូលនិធិសម្ដេចនាយកដើម្បីរៀបបាយសាមគ្គីរៀងរាល់ឆ្នាំដើម្បីធ្វើឲ្យ SME ជួបនាយករដ្ឋមន្ត្រីមកអញ្ចឹងខ្ញុំបានកំពេញកាតព្វកិច្ចនឹងច្រើនហើយបើថាជួបវិទ្យាថាទៅនីថាទៅតកាត់ដាច់ពីប្រទេសការយើងត្រូវរៀនសូត្រពីគេឥឡូវនេះយើងទៅគិតយើងគិតថាថៃពីដើមជាប្រជាជនដែលវាអត់មានទឹកដីរហូតដល់គេមានទឹកដីធំជាងយើងគេនៅតែព្យាយាមលួចវប្បធម៌យើងហើយយើងអីមិនទៅលួចបច្ចេកទេសគេកុំខ្មាស់កុំអៀនខ្ញុំក៏លួចដែរខ្ញុំលួចបច្ចេកទេសគេខ្ញុំមកធ្វើស្រុកខ្មែរឥឡូវទៅខែខាងមុខប្រហែលជា3ខែទៀតតែក៏ខ្មែរនឹងកើតខ្ញុំនឹងរៀបចំធ្វើអត់មាននាំពីចិននាំពីវៀតណាមមកបិទផ្លាកខ្មែរអត់ធ្វើដាច់ខាតគឺបង្កើតនៅក្នុងទឹកដីខ្មែរហើយមិនមែនមានតែមួយមុខទេនៅមានច្រើនមុខនៅចេញឆាប់ហ្នឹងហើយយើងបង្ហុកតាំងពីជីក្តីតាំងពីស្អីទៅមានច្រើនមុខណាស់រាប់ពាន់មុខហើយខ្ញុំជំរាបសារព័ត៌មានចេះខ្ញុំអត់អាចជំរឿនអស់បានទេគ្រាន់តែនំមួយយើងមានរាប់រយរាប់ពាន់មុខយើងធ្វើមិនទាន់បានផង